បាត់ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះយើងនាំយកនៅចំណេះដឹងតាមបែបវិទ្យាសាស្ត្រនៅវិធីធ្វើអន្ទាក់សម្លាប់កន្លាតតើអ្នកស្អប់សត្វកណ្តាតណាស់មែនទេនៅផ្ទះលោកអ្នកមានសត្វកន្លាតដែរឬទេបើមានសូមធ្វើតាមវិធីនេះដោយអនុវត្តដូចទៅវិធីធ្វើអន្ទាក់សម្លាប់សត្វកន្លាតតាមបែបវិទ្យាសាស្ត្រ1ការចាប់និងរៀបចំជាដំបូងអ្នកត្រូវចាប់សត្វកន្លាតដែលនៅរស់មួយរួចបេះស្លាបរបស់វាចេញ2ការរៀបចំដបអន្ទាក់យកក្រឡកែវមួយមកលាបប្រេងលាបស្បែក Petroleum Jelly នៅផ្នែកខាងក្នុងមាត់ដបឲ្យសព្វ3ការដាក់នុយដាក់សត្វកន្លាតនោះទៅបាតក្ររួចចាក់ស្រាបៀរបន្តិចចូល4ដំណើរការនៃអន្ទាក់នៅពេលសត្វកន្លាតនោះងាប់ដំណើរការរលួយរបស់វានឹងបញ្ចេញក្លិនម្យ៉ាងទៅក្នុងអាកាសក្លិននេះនឹងទាក់ទាញហ្វូងសត្វកន្លាតរាប់សិបក្បាលផ្សេងទៀតឲ្យមកកាន់ក្រនោះ5លទ្ធផលហ្វូងសត្វកន្លាតទាំងនោះនឹងព្យាយាមវាឡើងលើមាត់ក្រដើម្បីចូលទៅស៊ីនុយប៉ុន្តែដោយសារមានជាតិប្រេងលាបស្បែក Petroleum Jelly ដែលរអិលខ្លាំងធ្វើឲ្យពួកវាបាត់បង់លំនឹងនិងធ្លាក់ចូលទៅក្នុងក្រឡំដងមួយរហូតពេញក្រតែម្ដងសូមលោកអ្នកទស្សនាទាំងអស់មេត្តាជួយចែករំលែកបន្តផងចុច like ចុច share ដើម្បីឲ្យមិត្តភក្តិជាទីស្រឡាញ់របស់យើងផ្សេងទៀតបានដឹងផងសូមអរគុណ